ចាប់ផ្ដើមនៅក្នុងអេពីសូតនេះផងដែរគឺយើងបន្តកោតអេពីសូតទី2តែម្ដងនៅកំឡុងពេលហ្នឹងសុនជុនក៏បាននិយាយទៅកាន់សៅស៊ូថាចាំមើលតើឯងវាយក្រុមរបស់យើងបានយ៉ាងដូចម្ដេចពីព្រោះថាយើងមានគ្នាច្រើនហើយឯងមានតែម្នាក់តែប៉ុណ្ណោះសៅស៊ូក៏បានគិតក្នុងចិត្តថាបើសិនជាគាត់វាយទល់មុខតែម្ដងគាត់មិនអាចយកឈ្នះបាននោះទេដូច្នេះហើយមានតែប្រើប្រាស់វិធីសាស្ត្រក៏ដូចជាតាក់ទិចផ្សេងៗតែប៉ុណ្ណោះបន្ទាប់ពីគិតក្នុងចិត្តរួចក្រុមរបស់សុនជុនក៏បានចូលមកវាយប្រហារតែម្ដង小心背后。នៅពេលដែលសុនជុនបានងើបមកវិញគេឃើញថាសៅស៊ូនឹងបានវាយគ្នារបស់គេដេកទាំងអស់តែម្ដងហើយនៅខណៈពេលនេះសុនជុនចាប់ផ្ដើមមានភាពភ័យខ្លាចជាមួយនឹងសៅស៊ូហើយដោយសារតែសៅស៊ូនឹងគឺមានកម្លាំងខ្លាំងមែនទែនហើយបើទោះបីជាគាត់ចូលទៅវាយទៀតនឹងក៏វាយមិនឈ្នះដែរនៅសល់ពេលនឹងផងដែរ system ក៏បានប្រាប់ទៅកាន់សៅស៊ូថាគាត់អស់កម្លាំងទៅហើយនៅពេលនេះសៅស៊ូមិនអាចបញ្ជូតបានទៀតនោះទេសៅស៊ូក៏បានតបទៅកាន់ system វិញថាគាត់ដឹងក៏ប៉ុន្តែនៅពេលនេះគាត់ចង់បង្ក្រាបក្រុមមួយនឹងសិនបើសិនជាមិនបង្ក្រាបពួកវានោះទេប្រកាសណាស់ថាថ្ងៃក្រោយវានឹងទៅសងសឹកជាមួយនឹងគាត់ទៀតចំណែកឯសុនជុននៅណាវិញនៅពេលដែលឃើញសៅស៊ូដើរមកជិតខ្លួនឯងអញ្ចឹងគេក៏បាននិយាយផងយំផងអញ្ចឹងណាកុំឲ្យតួឯងប្រុសរបស់យើងនឹងមកជិតគេឲ្យសោះពីព្រោះថាសុនជុនខ្លាចសៅស៊ូនឹងមកវាយគេតែថានៅភ្លាមហ្នឹងស្រាប់តែមាននរណាម្នាក់បានបើកភ្លើងនៅក្នុងតារាងបាល់បោះមួយនេះហើយយើងក៏បានឃើញជាមួយនឹងមនុស្សមួយក្រុមដែលក្រុមមួយនេះគឺគេឲ្យឈ្មោះថា South City Gang នៅពេលដែលមកដល់ពួកវាក៏បានសោកចំអកទៅកាន់សុនជុនពីព្រោះថាក្រុម North City Gang នឹងគឺជាក្រុមមួយដែលពួកវាគិតថាខ្លាំងក៏ប៉ុន្តែបើជាចាញ់ក្រោមដៃរបស់កូនក្មេងតែប៉ុណ្ណោះក៏ដូចជាយើងបានឃើញមេដឹកនាំនៃក្រុមមួយនេះផងដែរដែលប៉ែមួយហ្នឹងគឺមានឈ្មោះថាហ៊ូហွန်និយាយរួមទៅចំពោះឈ្មោះណាបើសិនជាខ្ញុំហៅខុសអធិស្ឋានខ្លាំងមែនតើហ៊ွန်ក៏បានសួរទៅកាន់សុនជុនថាតើឯងសមដែរឬទេជាអ្នកដឹកនាំក្រុម North City Gang មើលទៅកាន់ឯងពិតជាអន់ខ្លាំងមែនតើហើយអំបញ្ញមិញនេះបើតាមយើងមើលទៅឯងដូចជាគ្មានធ្វើអ្វីតតែសោះគិតតែពីឈោមើលបន្តមកទៀតយំសុំអវគេតែប៉ុណ្ណោះអាចនិយាយបានថាប៉ែហ៊ွန်មកទីនេះគឺដើម្បីសោកចំអកក៏ដូចជាមើលងាយទៅកាន់សុនជុនតែម្ដងនៅស្របពេលហ្នឹងផងដែរសៅស៊ូក៏បាននិយាយទៅកាន់ហ៊ွန်ថាគាត់មិនចាប់អារម្មណ៍ជាមួយនឹងរឿងរ៉ាវរបស់ពួកគេនោះទេក៏ប៉ុន្តែបញ្ហារបស់គាត់គឺគាត់មិនចង់ឲ្យពួកហ្នឹងទៅរញ៉េរញ៉ៃជាមួយនឹងសិនយ៉ាវឡើយហ៊ွန်ក៏បាននិយាយទៅកាន់សៅស៊ូវិញថាឯងមិនគួរនិយាយនោះទេនៅពេលនេះហើយហ៊ွန်ក៏បានប្រាប់ទៅកាន់សុនជុនថាឯងចាំមើលនៅពេលនេះយើងនឹងបង្ហាញឯងថាអ្វីទៅគឺជាការវាយដ៏ពិតប្រាកដចំណែកឯសៅស៊ូឯនេះវិញ system ក៏បានប្រាប់ទៅកាន់គាត់ថាសៅស៊ូមិនគួរណាវាយជាមួយនឹងពួកហ្នឹងឡើយគួរណាតែរត់ទៅល្អជាងដោយសារតែគាត់គ្មានកម្លាំងវាយតទល់ទៀតនោះទេបន្ទាប់ពីនិយាយរួចក្រុម South City Gang ក៏បានដេញវាយសៅស៊ូតែម្ដងនៅពេលដែលគ្នារបស់ហ៊ွန်បានទៅបើកភ្លើងវិញគឺគេបានឃើញថាមេរបស់គេជាមួយនឹងគ្នាផ្សេងទៀតត្រូវបានដេករបស់សៅស៊ូបាត់ទៅហើយចំណែកឯសុនជុនដែលបានឃើញនៅក្នុងហេតុការណ៍មួយនេះគាត់ក៏បានសួរនៅក្នុងចិត្តថាតើសៅស៊ូនឹងគឺជាមនុស្សឬក៏អត់ក៏ដូចជានៅកំឡុងពេលហ្នឹងផងដែរសិនយ៉ាវក៏បាននាំអ្នកគ្រប់គ្រងតារាងបាល់បោះមួយនេះដើម្បីត្រួតពិនិត្យមើលដោយសារតែនាងសង្ស័យថាសៅស៊ូប្រហែលជាត្រូវក្រុមរបស់សុនជុននាំមកវាយនៅទីនេះបន្ទាប់ពីបានឃើញបែបនេះសៅស៊ូក៏បានទៅនិយាយគ្នាជាមួយនឹងសុនជុនចំណែកឯសុនជុននៅពេលដែលឃើញសៅស៊ូគេក៏បានលុតជង្គង់សុំទោសតែម្ដងហើយសុនជុនបាននិយាយថាគេឈប់បង្កបញ្ហាទៀតហើយសៅស៊ូក៏បានប្រាប់ទៅកាន់សុនជុនថាបើសិនជាឯងឈប់បង្កបញ្ហាពិតមែនឯងគួរណាតែបង្ហាញកំហុសរបស់ឯងនៅក្នុងថ្ងៃនេះបន្ទាប់ពីសិនយ៉ាវជាមួយនឹងអ្នកគ្រប់គ្រងបានបើកទ្វារមកគឺពួកគេបានឃើញថាសុនជុននឹងកំពុងតែវាយសៅស៊ូនិយាយរួមទៅសៅស៊ូបានប្រាប់ឲ្យសុនជុនធ្វើនឹងរឿងរ៉ាវទាំងអស់ដែលគាត់មានគោលបំណងមកកាន់គេនៅក្នុងថ្ងៃនេះណាមួយនៅពេលដែលធ្វើអញ្ចឹងទៅអ្នកដែលទទួលកំហុសគឺជាសុនជុននឹងឯងបន្ទាប់ពីនឹងមកសៅស៊ូបាននិយាយថាសុនជុនបានសារភាពកំហុសជាមួយនឹងអ្នកគ្រប់គ្រងក៏ដូចជាគាត់បានសន្យាជាមួយនឹងសៅស៊ូផងដែរចាប់ពីថ្ងៃនេះតទៅសុនជុនឡើងមករញ៉េរញ៉ៃជាមួយនឹងសិនយ៉ាវទៀតហើយក៏ប៉ុន្តែនៅក្នុងការបញ្ជូតមួយនេះគាត់ក៏បានសិក្សាអំពីខ្លួនឯងផងដែរសៅស៊ូក៏បាននិយាយបន្តទៀតថាធម៌ពលរបស់គាត់គឺនៅមានកម្រិតដូច្នេះហើយគាត់ត្រូវតែរកត្បូងធម៌ពលឲ្យបានច្រើនដើម្បីធ្វើឲ្យខ្លួនគាត់កាន់តែខ្លាំងទៅហើយនៅពេលដែលគាត់មានធម៌ពលខ្លាំងគឺគាត់អាចការពារមនុស្សដែលគាត់ចង់ការពារបានក៏ប៉ុន្តែបញ្ហានៅត្រង់ថាអត់លុយណាគ្នាយើងអាចនិយាយបានថាត្បូងធម៌ពលនឹងគឺ
គឺមិនខ្វះនោះទេនៅក្នុងផ្សារនៅក្នុងហាងហ្នឹងក៏មានលក់ដែរក៏ប៉ុន្តែដោយសារតែសៅស៊ូនឹងអត់មានលុយអញ្ចឹងហើយវិធីសាស្ត្រតែមួយគត់គឺមានតែកែប្រែជីវភាពជាមួយនឹងមីងអ៊ំតែប៉ុណ្ណោះ និយាយលេងណាគ្នាយើងខ្ញុំនិយាយលេងនោះទេបន្តមកទៀតសុនជុនក៏បានសម្រេចចិត្តថាគាត់ឡើងទៅលើភ្នំមួយដែលមានឈ្មោះថាឡាវជុនដែលភ្នំមួយហ្នឹងគឺនៅជិតផ្ទះរបស់គាត់តែម្ដងហើយឡើងទៅហ្នឹងគឺដើម្បីរកត្បូងនឹងឯងតែថាសៅស៊ូហ្នឹងគ្មានឃើញត្បូងឃើញអីនោះទេឃើញតែដុំថ្មហើយបើទោះបីជាខំជីកដីមិនក៏ដោយក៏សៅស៊ូហ្នឹងរកអត់បានដែរនៅពេលដែលខំជីកផងអីផងរត់ឃើញអញ្ចឹងធ្វើឲ្យសៅស៊ូហ្នឹងម៉ោម៉ៅខ្លាំងមែនតែននៅស្របពេលហ្នឹង system ក៏បានប្រាប់ទៅកាន់សៅស៊ូថាខាងក្រោមដីគឺមានជាមួយនឹងប្រហោងមួយមិនតែប៉ុណ្ណោះនៅក្នុងនោះគឺមានជាមួយនឹងត្បូងដែលមានថាមពលខ្លាំងមែនតែនបន្ទាប់ពីបានលឺអញ្ចឹងភ្លាមសៅស៊ូក៏បានធ្វើការ teleport តែម្ដងតែថា teleport អត់ទៅនោះទេសៅស៊ូក៏បានសួរទៅកាន់ system ថាហេតុអីបានជាគាត់ teleport អត់ទៅអញ្ចឹង system ក៏បានតបទៅវិញថាដោយសារតែនៅខាងក្រោមដីគឺវាអត់មានចន្លោះតតែសោះអាចនិយាយបានថាបើសិនជាយើងចង់ teleport ទៅកាន់ទីកន្លែងណាមួយតតែមានចន្លោះមួយដើម្បីធ្វើការ teleport ទៅទើបអាចទៅដល់កើតហើយចន្លោះមួយនោះយ៉ាងហោចណាស់ក៏មានអង្កត់ផ្ចិត1សង់ទីម៉ែត្រដែរនៅពេលដែលបានលឺបែបនេះសៅស៊ូនឹងក៏បានអង្គុយគិតមកផ្លែតហើយគាត់ក៏បាននឹកឃើញតែម្ដងនៅកំឡុងពេលហ្នឹងសៅស៊ូបានដើរទៅជិតមាត់ទឹកមួយហើយគាត់បានគិតថាទឹកទាំងអស់នេះប្រហែលជាជ្រាបទៅដល់ខាងក្រោមជាមិនខានដូច្នេះហើយអាចនឹងមានចន្លោះណាមួយដើម្បីធ្វើឲ្យគាត់នឹង teleport ទៅក្រោមហើយដោយអ្វីដែលគាត់គិតពិតមែនគឺថានៅទីនោះមានចន្លោះមួយដែលអាចធ្វើឲ្យសៅស៊ូនឹង teleport ទៅខាងក្រោមបានហើយនៅពេលដែលទៅដល់សៅស៊ូបានចាប់អារម្មណ៍ថានៅទីនេះបិទឡើងជិតហ្មងអាចនិយាយបានថាវា